បងប្អូនធុងធំនេះគឺជាប្រាក់ចំណូលប្រចាំថ្ងៃរបស់កសិករយើងបងប្អូនប៉ុន្តែកុំឆ្ងល់អីមិនមែនធុងបង្កើតប្រាក់ទេគឺជាធុងចម្រាញ់ប្រេងខ្យល់ហ្នឹងណាដោយសារតែប្រេងខ្យល់នេះហើយដែលកសិករយើងបានចំណូលប្រចាំថ្ងៃពីការចម្រាញ់ប្រេងខ្យល់លក់ណាបងប្អូនកសិករចម្រាញ់ប្រេងខ្យល់នេះគឺរៀងហត់លើបន្តិចគឺនៅកណ្ដាលថ្ងៃផងនៅកណ្ដាលភ្លើងផងហើយផ្សែងហុយទៀតប៉ុន្តែការតស៊ូរបស់គាត់នេះបានបដូរមកវិញនៅប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃបងប្អូនមិនត្រឹមតែផ្គត់ផ្គង់គ្រួសារខ្លួនឯងបានប៉ុណ្ណោះទេថែមទាំងជួយដល់អ្នកភូមិជិតខាងដែលគាត់ទៅបូតស្លឹកប្រេងខ្យល់យកមកលក់ឲ្យគាត់សម្រាប់ចម្រាញ់ចេញជាប្រេងខ្យល់ហើយប្រេងខ្យល់នេះបានលក់ឲ្យដល់ក្រុមហ៊ុនកសិករយកទៅធ្វើជាប្រេងខ្យល់ប្រេងរឹតស័យផលិតផលខ្មែរក្នុងស្រុកយើងណាបងប្អូនសម្រាប់ដំណើរការចម្រាញ់ប្រេងខ្យល់នេះវាវែងឆ្ងាយបន្តិចដែរបងប្អូនដំបូងប្រជាកសិករនៅក្នុងភូមិគាត់ទៅបូតស្លឹកប្រេងខ្យល់នៅតាមវាលស្រែវាលព្រៃអីហ្នឹងយកច្រកបាវហើយបងប្អូនទាំងនោះយកស្លឹកប្រេងខ្យល់មកលក់ឲ្យកសិករដែលជាប្រធានសហគមន៍គាត់ដែលមានធុងធំហ្នឹងសម្រាប់ចម្រាញ់ប្រេងខ្យល់ហ្នឹងហើយតម្លៃស្លឹកប្រេងខ្យល់ហ្នឹងក្នុង1គីឡូគឺតម្លៃ300ឬក៏350រៀលខ្មែរយើងណាបងប្អូនប្រេងខ្យល់នេះបងប្អូនដឹងអត់ថាទម្ងន់ប្រមាណតម្រាំបានប្រេងខ្យល់1លីត្រនោះគឺត្រូវការប្រេងខ្យល់ប្រហែល300គីឡូទៅ400គីឡូណាបងប្អូនតម្រាំតែបានប្រេងខ្យល់1លីត្រហើយត្រូវចំណាយអស់ច្រើនហើយចំណាយពេលវេលាជិត24ម៉ោងទៀតបងប្អូនសម្រាប់ដំណើរការចម្រាញ់ស្លឹកប្រេងខ្យល់ទៅជាប្រេងខ្យល់នោះមានដំណើរការវែងឆ្ងាយណាស់បងប្អូនហើយលំបាកទៀតគឺអ្នកចម្រាញ់ត្រូវការពេលវេលាជិត24ម៉ោងហើយទាំងក្តៅទាំងនៅកណ្ដាលផ្សែងទៀតបងប្អូនឃើញអត់នេះផ្សែងហុយឡើងថ្គូលហើយបន្ទាប់មកភ្លើងឆេះឡើងក្តៅហើយតម្រាំបានប្រេងចេញមកដំណក់នេះគឺត្រូវការចំណាយញើសឈាមច្រើនណាស់បងប្អូនហើយការចម្រាញ់នេះត្រូវការយកចិត្តទុកដាក់បំផុតទាំងការថែទាំភ្លើងប្រសិនបើភ្លើងតិចពេកប្រេងមិនហូរប្រសិនបើភ្លើងខ្លាំងពេកប្រេងនឹងបែរជាហួតអស់ដូច្នេះហើយត្រូវរក្សាភ្លើងឲ្យបានល្អដើម្បីឲ្យប្រេងនឹងចេញមកល្អស្លឹកប្រេងខ្យល់នេះពិតជាមានប្រយោជន៍ណាស់បងប្អូនមិនត្រឹមតែចម្រាញ់យកប្រេងមកធ្វើជាផលិតផលខ្មែរសម្រាប់សុខភាពប៉ុណ្ណោះទេស្លឹកប្រេងខ្យល់ដែលសល់អំពីការចម្រាញ់នេះអាចយកធ្វើជាជីដាក់ស្រែដាក់ដំណាំនេះបានល្អណាស់បងប្អូនសម្រាប់ទីផ្សារទទួលទិញប្រេងខ្យល់នេះមិនមានឡើយនៅកម្ពុជាយើងគឺមានតែក្រុមហ៊ុនកសិករមួយទេដែលទទួលទិញប្រេងខ្យល់ពីកសិករដែលបានចម្រាញ់ចេញមកនេះអញ្ចឹងសូមអំពាវនាវដល់បងប្អូនកម្ពុជាទាំងអស់ដែលមានតម្រូវការប្រេងខ្យល់អីសូមជួយទទួលទិញពីកសិករយើងផងដើម្បីឲ្យកសិករយើងនឹងទទួលបានចំណូលបន្ថែមដើម្បីចិញ្ចឹមគ្រួសារហើយនឹងជីវភាពប្រចាំថ្ងៃរបស់គាត់ព្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង